បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំចេញវីដេអូមួយបង្ហាញជូនពុកម៉ែបងប្អូនទស្សនាគឺការរៀបចំកន្លែងនិងសម្ភារៈព្រមទាំងការលាយទឹកសម្រាប់បង្កើតទីខំរបស់យើងបាទហើយនេះគឺជាមេបាដែលខ្ញុំបានត្រៀមសម្រាប់នឹងដាក់បង្កាត់បង្ហាញជូនបងប្អូនទស្សនានៅពេលបន្ទាប់ទៀតនេះបាទចឹងកុំឲ្យខាតពេលសូមចូលទស្សនាទាំងអស់គ្នាពីការរៀបចំកន្លែងនិងការលាយទឹកទាំងអស់គ្នាបាទអរគុណបាទចំពោះការលាយទឹកនេះគឺខ្ញុំប្រើទឹកស្អាតបាទប្រើទឹកស្អាតសម្រាប់ដាក់បង្កើតហ្នឹងចំពោះទឹកគឺយើងដាក់ធំនេះក៏ធន់មកវាអាចថា2ឆ្នាំងដៃឬក៏3ឆ្នាំងដៃបាទយើងកុំដាក់ជ្រៅពេកកាលណាមេបាវាគៀបពងមកវាពិបាកក្នុងការពំពងឡើងមកចូលពពុះវិញហើយបើសិនជាវាញាស់កូនវាពិបាកក្នុងការហែលឡើងបាទតែលិចទៅក្រោមទៅវាពិបាកបានអ្នកពំឡើងមកបើសិនជាយើងដាក់ទឹកមកល្មមវាហែលចុះឡើងខ្លួនវាបានបាទចំពោះទីកន្លែងបងប្អូនអាចជ្រើសរើសទីកន្លែងនេះខ្ញុំទៅមាននៅក្នុងរោងអញ្ចឹងបាទក្នុងរោងអញ្ចឹងចំពោះរោងនេះគឺយើងមិនមកលុបពេកហើយក៏មិនក្តៅពេកដែរបាទនេះចំពោះខ្ញុំងាយអញ្ចឹងថ្ងៃលិចទៅខាងនោះអញ្ចឹងវាពេលល្ងាចវាត្រូវថ្ងៃមកខាងនេះហើយចំពោះពេលព្រឹកគឺថ្ងៃរះមកខាងនេះវិញអញ្ចឹងពេលព្រឹកក៏ត្រូវពលឺថ្ងៃពីខាងនេះមកដែរហើយបើពេលថ្ងៃត្រង់គឺយើងអត់ទេដោយសារមានមកលុបបាទអញ្ចឹងបើយើងប្រកាសយើងមានរោងមានអីចឹងមកទី1យើងការពារកុំឲ្យវាក្តៅពេកទី2យើងការពារពេលមេឃភ្លៀងចៃដន្យមានភ្លៀងមានអីកុំឲ្យយើងពិបាកក្នុងការគ្របឬមួយក៏កន្លែងទៅរវល់ទៅណាអីស្អាតតែភ្លៀងមកមេមកខូចត្រូវយើងអស់ហើយបាទហើយបើនៅក្នុងរោងចេះយើងអាចគ្របតែពេលដែលតែយើងប្រកាសហ្នឹងគឺយើងគ្របរហូតពេលវាញាស់ហើយយើងអាចនឹងបើកចំហចឹងបានភាសាបទពិសោធន៍កន្លងមកខ្ញុំធ្លាប់ជួបចឹងបានការប្រកាសខ្ញុំសូមបង្ហាញជូនបងប្អូនគឺធ្វើម៉េចប្រកាសនៅក្នុងរោងដែលអាចការពារទឹកភ្លៀងបានដោយព្រោះខែហ្នឹងគឺជាខែភ្លៀងដែរបាទពោះសម្ភារៈតែបងប្អូនយកប្រកាសបងប្អូនអាចមានជាធុងស្នោដាក់ធុងស្នោនេះខ្ញុំមកឬមួយក៏កធុនជ័រនេះក៏បានឬមួយក៏បងប្អូនប្រកាសក្នុងទូកញ្ចក់ចេះក៏បានដែរលើកលែងតែក្នុងធុងចេះវាទូចពេកបាទទូចពេកអញ្ចឹងធុងស្នោបងប្អូនអាចរកប៉ុណ្ណឹងមកប៉ុណ្ណឹងវាល្មមសមរម្យហើយបាទទូចជាងនឹងតិចក៏បានដែរឬក៏ធំជាងហ្នឹងក៏បានដែរបាទអញ្ចឹងអ្វីដែលខ្ញុំបង្ហាញបងប្អូននេះគឺទី1នេះគឺការដាក់ទឹកបាទដាក់ទឹកនឹងទីកន្លែងហើយនឹងសម្ភារៈសម្រាប់ដាក់ប្រកាសគឺមានប៉ុណ្ណឹងអញ្ចឹងបន្ទាប់ពីយើងបានដាក់ទឹកអញ្ចឹងហើយបាទតាមអ្វីដែលយើងកំណត់នឹងហើយបងប្អូនដាច់ខាតត្រូវតែដាក់អំបិលព្រោះទឹកនេះទឹកថ្មីបើសិនជាទឹកតែបងប្អូនផ្សំហើយឬក៏ស្តុកទុកក្នុងអាងយូរហើយមានសម្រាប់មេរោគសម្បត្តិជាតិខ្លោយហើយបងប្អូនមិនចាំបាច់ដាក់អំបិលទេតែបើសិនជាបងប្អូនដាក់ទឹកថ្មីដូចខ្ញុំអញ្ចឹងដាក់ភ្លាមអញ្ចឹងដាច់ខាតត្រូវតែប្រើអំបិលដើម្បីកាត់ជាតិខ្លោបាទសូមឲ្យប្រើអំបិលគ្រួសអំបិលដែលអត់មានជាតិអ៊ីយ៉ូតក្នុងកធុនដែលយើងដាក់ប្រកាសហ្នឹងគឺយើងដាក់ចំនួនប៉ុណ្ណឹងទៅបាទប៉ុណ្ណឹងទៅបងប្អូនណាដាក់គ្រប់ទាំងអស់មកប៉ុណ្ណឹងទៅបងប្អូនមិនបាច់ភ័យថាខ្លាចវាប្រៃជ្រុលឬមួយក៏ដាក់ទៅងាប់ទៅក្រោមអីអត់ទេវាប្រៃប៉ុណ្ណឹងគឺវាអត់អីទេបាទហើយបន្ទាប់មកទៀតគឺដាក់ស្លឹកចេកណាំវ៉ាស្លឹកចេកនេះគឺចេកស្លឹកចេកទុំស្លឹកចេកចាស់ដែលវាចាស់ហើយវាបាក់ធៀងធ្លាក់មកដីហ្នឹងចាំមើលខ្ញុំបង្ហាញជូនបងប្អូននេះបងប្អូនណាស្លឹកចេកណាំវ៉ាកន្លងមកខ្ញុំដាក់តែស្លឹកចេកណាំវ៉ាហ្នឹងខ្ញុំមិនដែលដាក់ស្លឹកចេកអីផ្សេងពីចេកហ្នឹងទេបាទហើយចំពោះស្លឹកវាខ្ញុំបានជំរាបបងប្អូនហ្នឹងគឺស្លឹកដែលនេះវាធ្លាក់មកចេះបាទស្លឹកដែលធ្លាក់មកអញ្ចឹងបាទវាទុំវាស្ងួតនិយាយទៅវាស្ងួតបាទស្ងួតហ្នឹងគឺបងប្អូនយើងខ្លះមិនត្រឹមតែយកស្ងួតអញ្ចឹងទេគឺគាត់កាត់ទៅហើយគាត់ហាលថ្ងៃថែមទៀតដើម្បីឲ្យវាអស់មេរោគបងប្អូនអញ្ចឹងស្លឹកចេកនេះមិនប្រកាសថាយើងយកទៅដល់យើងអាចដាក់បានព្រាមអីយើងត្រូវទៅសម្អាតទៀតយកទៅយើងលាងទឹកលាងអីវាស្អាតហើយ
យើងអាចហាលស្ងួតហើយចាំយើងយកទៅដាក់កន្លែងត្រីដែលយើងប្រកាត់កន្លែងដែលយើងរៀបចំមិញហ្នឹងបាទឥឡូវស្លឹកចេកគឺខ្ញុំយកបានហើយបាទប៉ុណ្ណឹងខ្ញុំយកទៅលាងសម្អាតបន្តិចហើយបានខ្ញុំដាក់ចូលនៅក្នុងធុងដែលខ្ញុំរៀបចំប្រកាត់ហ្នឹងបាទនេះបងប្អូននេះខ្ញុំក្រោយពីខ្ញុំអានលាងសម្អាតហើយគឺខ្ញុំយកមកដាក់តាមធុងដែលយើងប្រកាត់ហ្នឹងបាទនៅមកធុងមកកធុនហ្នឹងយើងដាក់វាប៉ុណ្ណឹងទៅបាទប៉ុណ្ណេះក៏បានដែរបាទនេះ3 4ស្លាបចឹងទៅបានមួយថ្ងៃហ្នឹងវាធ្វើឲ្យទឹករបស់យើងចាប់បានឡើងពណ៌យ៉ាងក្រហមហើយតែសារស្លឹកចេកហ្នឹងអញ្ចឹងបើយើងអត់មានស្លឹកឆាត់អីបងប្អូនសាកលបងតាមខ្ញុំទៅយើងប្រើស្លឹកចេកហ្នឹងក៏បានដែរបន្ទាប់ពីលាយអញ្ចឹងហើយបងប្អូនត្រូវទុកចោលរយៈពេល2 ថ្ងៃបន្ទាប់ពី2 ថ្ងៃទៀតខ្ញុំនឹងបង្ហាញពីការលែងមេនិងបាចូលក្នុងកន្លែងប្រកាសរបស់យើងនេះខ្ញុំប្រាប់ពីរបៀបត្រូវធ្វើម៉េចបន្តទៀតជាមួយនឹងការបលែងមេបានេះបាទ